សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ខេត្តបៃលិនចាអញ្ចឹងថ្ងៃនេះខ្ញុំបានធ្វើដំណើរមកកាន់ខេត្តបៃលិនឃើញថាទេសភាពស្រស់ស្អាតមែនទែនឡងបៃតងខ្ចីតែម្ដងនេះខ្ញុំមកនឹងចំរដូវរៀងធ្លាក់ភ្លៀងហ៎បងប្អូនទៅពេលអញ្ចឹងទៅមកមេឃឡងចុះអាប់វាលឹមសិចហើយមេឃឡងចុះអាប់ហើយនៅសងខាងផ្លូវហ្នឹងគឺសិតតែភ្នំហើយព្រៃហើយឃើញទេសភាពគឺស្រស់ស្អាតឡងបៃតងខ្ចីស្អាតតែម្ដងអាពេលខ្ញុំទៅនេះខ្ញុំមិនដឹងថាតើដោយសារតែរដូវភ្លៀងអត់សូវមានអ្នកដើរឬក៏មិនទេណាប៉ុន្តែពេលដែលខ្ញុំទៅហ្នឹងគឺផ្លូវមួយជិះម្នាក់ឯងតែម្ដងបងប្អូនហើយផ្លូវទៅខេត្តបៃលិនហ្នឹងគឺស្តៀងខ្ញុំមានអារម្មណ៍ថាស្តៀងផ្លូវទៅមណ្ឌលគិរីចឹងបងប្អូនគឺផ្លូវរបៀបផ្លូវរៀងតុងអាំងក្វិចក្វៀនហើយនៅសងខាងផ្លូវហ្នឹងគឺសិតតែភ្នំដែលយើងមើលទៅឃើញសិតតែភ្នំឃើញសិតតែព្រៃគឺស្រស់ស្អាតមែនតើហើយនេះគឺជាលើកទី1ដែលពួកខ្ញុំទៅខេត្តបៃលិនចឹងនេះដូចបងប្អូនបានឃើញចឹងគឺនៅតាមផ្លូវអត់មានឡានមានអីទេម៉ូតូមួយអ្នកភូមិគាត់ជិះកាត់មួយអញ្ចឹងណាចឹងគឺផ្លូវមួយជិះម្នាក់ឯងនិយាយទៅនេះបើសិនជាអត់មានភ្លៀងណាបងប្អូនជិះឲ្យបើកកញ្ចក់ឡានបើកប្រួចបើកអីចឹងគឺពិតជាស្រស់ស្រូបណាខ្យល់បរិសុទ្ធហ្នឹងគឺយើងស្រូបមកល្អមែនតែនចូលមកក្នុងសួតណានេះចឹងគឺអានេះទៅវារៀងរាំងភ្លៀងតិចហើយអញ្ចឹងមើលបងប្អូនឃើញនៅតាមផ្លូវគឺសុទ្ធតែព្រៃហើយនឹងភ្នំហើយគឺឡងបៃតងខ្ចីតែម្ដងស្រស់ស្អាតមែនតែនបងប្អូនហើយនៅតាមផ្លូវគេហ្នឹងស្រុកគេហ្នឹងវាជាស្រុកតំណាំតាបៃលិនឃើញខ្ញុំទៅខែភ្លៀងខ្ញុំវាមានឃើញស្រែឃើញអីទេខ្ញុំឃើញតែគេធ្វើចការធ្វើដំណាំមានដលងមានអីផ្សេងអញ្ចឹងណាមានលហុងមានអីអញ្ចឹងទៅនេះគឺផ្លូវហើយឡងស្រឡាញ់និយាយទៅគេហៅថាអីគេ peace ក្នុងចិត្តហ្មងបងប្អូននៅពេលដែលយើងបានជិះទៅតាមផ្លូវនៅខេត្តបៃលិនណាគឺវាអត់មានចរាចរណ៍មានអីញ៉ៃនេះបងប្អូនគឺផ្លូវស្ងាត់ស្អាតហើយរុក្ខជាតិឡងបៃតងខ្ចីហើយដែលសំខាន់គឺអាសងខាងផ្លូវដែលយើងជិះហ្នឹងគឺសិតតែភ្នំហ្មងនេះសិតតែជាចការណាបងប្អូនគេមានសិតចការដាំដលងដាំអីគេច្រើនណានៅតាមហ្នឹងគេពេលខ្ញុំទៅហ្នឹងខ្ញុំអត់មានឃើញមានស្រូវមានអីទេឃើញសិតតែជាចការដលងចការអីដែលគេដាំនេះផ្កាតាមផ្លូវរិចខែធ្លាក់ភ្លៀងមកមើលស្អាតមែនទែនបងប្អូនសតែផ្កាលឿងនិយាយទៅគឺនៅពេលដែលជិះមកមាននៅតាមនឹងទៀតគេមានអានេះទៀតនៅបៃលិនហ្នឹងគេមានដាំពពុះកង្កែអូគេសបោមែនទែនពពុះកង្កែណាចឹងជិះតាមផ្លូវមកកាត់ចការកង្កែចាត់កាត់ចការអីគេគឺគេផ្លែច្រើនណាស់ហើយនេះបងប្អូនគឺបើសិនជាយើងទៅចំខែដែលអត់មានភ្លៀងគ្រាន់តែមេឃសតុំខ្ញុំជឿថាស្អាតខ្លាំងហ្មងតែនេះដោយសារភ្លៀងនោះមើលយើងមើលនៅលើភ្នំគឺសិតតែអាប់អូយស្អាតណាស់បងប្អូនអើយចាបងប្អូនអញ្ចឹងការដែលខ្ញុំមកលេងបៃលិននេះគឺខ្ញុំចង់ទៅលេងភ្នំយ៉ាតអញ្ចឹងហើយពួកយើងធ្វើដំណើរមកខេត្តបៃលិនតែនៅតាមផ្លូវយើងឃើញទេសភាពស្រស់ស្អាតយើងក៏ចេះតិចដើម្បីថតយកទេសភាពហ្នឹងទៅអញ្ចឹងយើងបើកឡានតាំងពីព្រឹករហូតមកដល់ថ្ងៃយើងចាប់ផ្ដើមរៀងងុយគេងទៅណាអញ្ចឹងមកហៅកាហ្វេនេះគឺកាហ្វេ Connery នៅឯខេត្តបៃលិនអញ្ចឹងនៅខេត្តបៃលិនហ្នឹងបើនិយាយមែនតើទៅតាំងពីជិះមកតាំងពីព្រឹករហូតមកហ្នឹងបើយើងនិយាយពីហាងរបៀបដែលហាងកាហ្វេគេហ្មងខ្ញុំដូចឃើញមានតែកន្លែង Connery ហ្នឹងទេដែលជាលក្ខណៈរៀងហាងគេមានតលាយមានកន្លែងអង្គុយមានអីផ្សេងអញ្ចឹងណាបើសិនជាផ្សេងនៅតាមផ្លូវហ្នឹងលក្ខណៈរៀងតូបទូចទេនិយាយទៅបើនិយាយមែនតើទៅអត់ទៅសម្បូរដូចខេត្តផ្សេងដែលយើងជិះទៅណាក៏ឃើញកាហ្វេជិះទៅណាក៏ឃើញក្រាសាំងអញ្ចឹងណាអញ្ចឹងមកនេះអត់ទេអត់ទៅសម្បូរកាហ្វេក៏អត់ទៅសម្បូរក្រាសាំងដែរអញ្ចឹងក៏រៀងពិបាកនៅក្នុងការហូបបន្ទប់ទឹកហូបអីដែរបងប្អូនអញ្ចឹងនេះយើងបានដាក់កាហ្វេរួចរាល់អីហើយអស់ហើយយើងក៏បានត្រឡប់មកធ្វើដំណើរបន្តទៀតអញ្ចឹងនេះគឺយើងចិត្តដល់នៅកន្លែងភ្នំយ៉ាតហើយអញ្ចឹងនេះគឺយើងបានមកដល់ហើយនេះគឺជាគោលដៅទីតាំងដែលយើងចង់មកនៅក្នុងថ្ងៃហ្នឹងណាអញ្ចឹងឥឡូវយើងកំពុងតែទៅរកកន្លែងចតហើយយើងមកអុជធូបកន្លែងលោកជ័យយ៉ាតមកផ្លែតទៅបន្ទាប់មកបានយើងឡើងបន្តទៀតទៅលេងនៅលើភ្នំនៅលើអាកំពូលភ្នំនៅខាងលើ
ចឹងបន្ទាប់ពីយើងបានអុជធូបសូមសេចក្តីសុខសេចក្តីសប្បាយហើយនៅកន្លែងលោកយាយយ៉ាតហើយយើងចាប់ផ្ដើមបន្តដំណើរមកខាងឡើងទៅលើភ្នំម្ដងគឺយើងត្រូវឡើងទៅលើភ្នំនៅខាងលើទៀតនេះគឺជាផ្លូវឡើងអញ្ចឹងណាបងប្អូនគេរៀបចំនៅខាងលើហ្នឹងព្រោះនៅខាងលើហ្នឹងដូចមានវត្តមានវិហារណាអញ្ចឹងអានេះគឺយើងត្រូវជិះឡើងទៅតាមផ្លូវនៅលើភ្នំហ្នឹងដើម្បីឡើងទៅដល់លើកំពូលភ្នំយ៉ាតហើយពេលដែលយើងឡើងទៅដល់កំពូលហើយយើងនឹងមើលឃើញថាតើនៅខាងលើហ្នឹងវាមានទេសភាពបែបណាទៀតចាឥឡូវនេះខ្ញុំបានឡើងមកដល់ហើយបងប្អូននេះគឺជាភ្នំយ៉ាតចឹងយើងបានឡើងមកដល់ខាងលើពេលជិះមកតាមផ្លូវមិញឃើញផ្លូវមួយជិះតែឯងមានតឡានមួយដល់ពេលយើងឡើងមកខាងលើมันឃើញថាមានបងប្អូនយើងផ្សេងទៀតដែលគាត់បានឡើងមកមុនយើងទៀតមិនអញ្ចឹងពេលឡើងមកខាងលើទៅយើងអត់សូវស្ងាត់ទេយើងមានបងប្អូនយើងផ្សេងទៀតដែលគាត់មកដែរអញ្ចឹងនេះគឺជាកន្លែងប្លង់ថតរូបដែលយើងអាចឈរថតបានដែលមានក្តារភ្នំយ៉ាតយើងឆ្លាញ់បៃលិនអីចឹងទៅហើយនៅខាងហ្នឹងពេលយើងមើលចុះមកហើយប្រាសាទនេះខ្ញុំអត់ដឹងថាគេទៅតលាបថ្មីឬក៏អីព្រោះខ្ញុំលើកទី1ដែរម្ដាយមកដែរប៉ុន្តែឃើញប្រាសាទនៅថ្មីនៅពណ៌ស្អាតឡងទឹកមាសភ្លឺរលោងចែងចាំងតែម្ដងណាបងប្អូនចាបងប្អូនចឹងដោយសារតែខ្ញុំមកនេះខ្ញុំដល់ឡងរៀងល្ងាចចឹងខ្ញុំអត់សូវបានដើរលេងទៅកន្លែងណាផ្សេងច្រើនទេចឹងមកខេត្តប៉ៃលិនហ្នឹងខ្ញុំបានដើរលេងទៅនៅភ្នំយ៉ាតហ្នឹងឯងចឹងសម្រាប់វីដេអូរបស់នាងខ្ញុំនៅថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តនៅវីដេអូរបស់នាងខ្ញុំសូមកុំភ្លេច Subscribe YouTube Channel របស់នាងខ្ញុំដែលមានឈ្មោះថារតនា Inspire Travel ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណសូមជម្រាបលា